បាក់ខ្ញុំបាទសូមអរកាយគោរពនិងជម្រាបសួរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាផងដែរបាទឆ្លៀតពេលទំនេរពីការងារខ្ញុំបាទក៏បានលើកយកនៅអត្ថបទមួយដើម្បីធ្វើការបកស្រាយដែលមានចំណងជើងថាត្រូវតែក្លាហានប្រើដោយប្រាជ្ញាដែលមានអត្ថន័យនិងខ្លឹមសារដូចតទៅបាទវាជាកពិតណាស់សេចក្តីក្លាហានត្រូវតែមានការយល់ដឹងព្រោះក្លាហានគឺជាអាវុធមុខពីរដែលនាំឲ្យសម្រេចជោគជ័យដោយបំណងរបស់ខ្លួនហើយក៏អាចនាំឲ្យយើងទៅរកផ្លូវវិនិច្ឆ័យអន្តរាយផងដែរដូច្នេះមានតែសេចក្តីក្លាហានដែលមានការយល់ដឹងដូចជាយល់ពីហេតុផលសច្ចភាពពីគោលដៅពិតប្រាកដមានជំហរច្បាស់លាស់ស្គាល់កលៈទេសៈមានសុភវិនិច្ឆ័យទើបជាសេចក្តីក្លាហានប្រកបដោយគតិបណ្ឌិតការយល់ដឹងមានន័យថាអាចប៉ាន់ស្មានអាចវាយតម្លៃអាចទស្សន៍ទាយអាចស្វែងយល់អំពីហេតុនៃបញ្ហាឬដំណោះស្រាយជាពិសេសអាចការពារអាចរារាំងអាចខាត់ខាំងអាចគេចវេះនិងអាចបញ្ជៀសមិនឲ្យមានគ្រោះថ្នាក់កើតមានឡើងជាដើមអញ្ចឹងហើយទើបសេចក្តីក្លាហានដែលមានការយល់ដឹងច្រើនជ្រៅជ្រះវាមានតម្លៃពុនពីប្រមាណសេចក្តីក្លាហានដែលមានការយល់ដឹងគឺជាសេចក្តីក្លាហានប្រកបដោយទេពកោសល្យដ៏ឈ្លាសវៃដែលអាចបត់បែនផ្លាស់ប្ដូរបានជាច្រើនកលៈទេសៈច្រើនព្រឹត្តិការណ៍និងច្រើនរូបភាពផងដែរសេចក្តីក្លាហានដែលមិនចេះទាល់ច្រកមិនចេះអស់ផ្លូវមិនចេះជប់គាំងនិងមិនចេះជួបគ្រោះគឺជាសេចក្តីក្លាហានប្រកបដោយការយល់ដឹងនេះឯងត្រូវស្គាល់ខ្លួនឯងឲ្យច្បាស់ត្រូវស្គាល់សត្រូវឲ្យច្បាស់ច្បាំង100ដងឈ្នះទាំង100ដងបាទជាចុងក្រោយនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ដែលបានចំណាយពេលវេលាដ៏មានតម្លៃមកតាមដានទស្សនានៅការបកស្រាយនៅអត្ថន័យនៃអត្ថបទនេះតាំងពីដើមរហូតដល់ចប់ហើយក៏សូមជូនពរដល់អស់លោកស្រីអ្នកនាងកញ្ញាពុកម៉ែបងប្អូនកូនក្មួយទាំងអស់ឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនរកស៊ីមានបានហើយរាល់ការធ្វើដំណើរទៅណាមកណាឲ្យទទួលបានតែសុខសុវត្ថិភាពទាំងទៅទាំងមកបានសូមអរគុណសូមជម្រាបលា